នៅពេលដែលមនុស្សម្នាក់បានស្ដាប់បង្គាប់ព្រះជាម្ចាស់នៅពេលដែលមនុស្សម្នាក់ទុកចិត្តលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់លោកអ្នកបងប្អូនដឹងទេព្រះអង្គនឹងប្រទានពរគាត់ប៉ុន្តែនៅពេលដែលព្រះអង្គប្រទានពរគាត់មិនមែនដើម្បីតែគាត់នៅពេលដែលលោកអ្នកបងប្អូនឆ្លងកាត់ការលំបាកនៅក្នុងជីវិតឬការលបងលោក្នុងជីវិតព្រះអង្គនឹងជួយលោកអ្នកបងប្អូនព្រះអង្គនឹងប្រទានពរដល់លោកអ្នកបងប្អូនប៉ុន្តែជ្រាបដែរឬក៏អត់ថាប្រពរដែលព្រះអង្គបានប្រទានដល់លោកអ្នកបងប្អូនមិនមែនសម្រាប់តែលោកអ្នកបងប្អូនសម្រាប់អ្នកដទៃដែរទីបន្ទាល់របស់លោកអ្នកបងប្អូនក៏សម្រាប់អ្នកដទៃដែរទីបន្ទាល់ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃនោះចំពោះជីវិតរបស់លោកអាប់រ៉ាហាំនិងអ៊ីសាក់បានคล้ายទៅជាប្រពរដល់ប្រជាជាតិទាំងមូលអ្វីដែលព្រះអង្គគាត់ប្រតិធ្វើក្នុងជីវិតរបស់លោកអ្នកបងប្អូននិងតាមរយៈជីវិតរបស់លោកអ្នកបងប្អូនមិនមែនសម្រាប់តែជីវិតរបស់លោកអ្នកបងប្អូនគឺសម្រាប់មនុស្សពីមួយជំនាន់ទៅមួយជំនាន់សម្រាប់កូនរបស់លោកអ្នកបងប្អូនដែលត្រូវលឺទីបន្ទាល់នឹងដែរសម្រាប់ចៅរបស់លោកអ្នកបងប្អូនដែលត្រូវលឺទីបន្ទាល់នឹងដែរសម្រាប់ក្រុមគ្រួសារសម្រាប់មិត្តភ័ក្តិរបស់លោកអ្នកបងប្អូនដែលត្រូវលឺទីបន្ទាល់ទាំងអស់នឹងដែរហើយពួកគាត់នឹងទទួលពរតាមរយៈទីបន្ទាល់នោះដែរអាមែន